ធីសពបែបយ៉ាងដើម្បីបូជាពលីទេវតាអីអាចារ្យដឹកនាំយ៉ាងណាក៏ប៉ុន្តែមិនមែនជាទេវតាតាមរបស់យើងទេបានឱកាសចូលរួមមិនញាតិញោមស្ដាប់ព្រះអង្គគ្រូសម្ដែងពីអីញាតិញោមពីព្រំវិហារធរព្រំវិហារធរហ្នឹងគឺជាជំរកធរវិហារៈហ្នឹងប្រែថាជំរកធរជាជំរកផ្លូវចិត្តរបស់មនុស្សយើងរូបកាយយើងមានអីជាទីជ្រកញាតិញោមរូបកាយយើងមានអីជាទីជ្រកជំរកហ្នឹងគឺផ្ទះសបែងហ្នឹងទេសព្រះអង្គគ្រូទេសរឿងហ្នឹងក៏ចូលរឿងហ្នឹងដែរទៅក៏បើវាខុសគ្នាពេកហ្នឹងហើយព្រះវិហារឧបឋានសាលាកុដិផ្ទះគឺជាជំរករបស់រូបកាយដើម្បីការពារកម្ដៅថ្ងៃរបៅមុខខ្យល់ពោះតូចពោះធំអីហ្នឹងគឺការពារប្រយោជន៍នៃសេនាសនៈទានហ្នឹងគឺដើម្បីជំរកផ្លូវកាយហ្នឹងតែដល់ជំរកចិត្តស្អីទៅវិញហ្នឹងគឺព្រំវិហារធម៌នឹងឯងបើអត់ព្រំវិហារធម៌ទេចិត្តយើងក្តៅហែងហ្មងញាតិញោមក្តៅនឹងដោយមានកម្ដៅពលគឺតោសៈលោភៈអ៊ីសាមច្ឆរិយៈនឹងជាកម្ដៅផ្លូវចិត្តអញ្ចឹងដល់មានមេត្តារាប់អានស្រឡាញ់មេត្តារាប់អានគ្រប់មនុស្សសត្វទាំងអស់ហ្នឹងហើយករុណាណិតអសូរមុទិតាត្រេកអរតាមអ្នកណាមានអ្នកណាបានក៏ត្រេកអរមិនចំណែនមិនអ៊ីសាគេទេចិត្តវិទ្យាអញ្ចឹងណាហើយឧបេក្ខាមិនលំអៀងជាកណ្ដាលនឹងដូចដែលអង្គគ្រូព្រះបញ្ញាមនីញាណបានរាយរាប់រៀបរាប់មកអស់ហើយប៉ុន្តែសូមឲ្យមេត្តាករុណាមុទិតាហ្នឹងគឺមានជានិច្ចហើយគ្រប់ពេលវេលាគ្រប់ទីកន្លែងទៀតណាមិននៅតែក្នុងរោងបុណ្យនៅនឹងសាលាឆាន់នៅក្នុងព្រះវិហារពេលមានកម្មវិធីទៅក៏ទុក្ខបត្តាចនិទុក្ខាភយៈបត្តាចនិភយៈសោកបត្តាចនិសោកាហោនតុបានិណៅថាសត្វទាំងឡាយទាំងពួងដែលដល់ហើយនៅទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅនឹងសូត្រទៅដល់ពេលមកផ្ទះវិញឆ្មាស៊ីត្រីអាំងវៃគ្នាចង់ងាប់ណាប៉ិនមែនអ្នកស្រុកនេះទេស្មាថាអ្នកនៅនោះចឹងមានន័យថាម៉េចមានន័យថាមេត្តាហ្នឹងនៅតែក្នុងវិហារមេត្តានៅតែក្នុងសាលាឆាន់មេត្តានៅតែរោងបុណ្យតែជាក់ស្ដែងអនុវត្តផ្ទាល់គឺអត់មាននឹងអានឹងគឺមិនល្អទេតើណាញោមតើណាញោមតើណាហ្នឹងហើយចឹងមិនដែរទេកន្លែងហ្នឹងសំខាន់ហ្នឹងហើយសូមឲ្យញាតិញោមបានយកទៅអនុវត្តគ្រប់ទីកន្លែងនិងគ្រប់កលៈទេសៈហ្នឹងហើយចឹងព្រំវិហារធម៌នេះសំខាន់ណាស់ដូនតាយើងកសាងប្រាសាទមួយនៅឯទឹកដីអង្គរខេត្តសៀមរាបហ្នឹងគឺប្រាសាទបាយ័នប្រាសាទបាយ័នក្តីប្រាសាទបន្ទាយឆ្មាក្តីគឺមានរូបបដិមាព្រំមុខ4បងហ្នឹងហើយដោយសារអីដោយសារជនជាតិខ្មែរយើងនេះគឺពោពេញដោយព្រំវិហារធម៌គឺមានមេត្តាករុណាមុទិតាឧបេក្ខាហើយជានិមិត្តរូបនៃពុព្វបរោះអ្នកមានគុណឪពុកម្ដាយមាតាបិតាយើងគាត់មានព្រំវិហារធម៌នឹងឯងបើអត់មានព្រំវិហារធម៌ទេយើងគ្រប់គ្នាមិនអាច
miền ngày này thì đang men rư men nhiệt nhôm men rư men sạt cố nhiệt nhôm chỉnh châm cô nhiệt nhôm cả sự co nè sông nè sái cố cài máu tê ta đa rồi đọc nè ti pram nè ti ấy đa rồi bàn tay mà nuôi dưỡng miên cài máu và sâu hay tê ta đa rồi đôi cô ạ đa đôi cô cả đó thì đại xa mình mến chỉ sát là ngày thấy đầm bay nâng ở bàn đào bàn cài màu bành riêng từ cài ní cứ đại xá prâm về here thua rồi bó mẹ đà bày đà hay nông mua rồi bó mẹ đà bày đà nó miền buồn đại bộ phật bản đã mua ảo nữa thì mũi mà ở chia bọc bìa trà chỉ cru đàm cru nơi sờ la vì ai cả đôi sờ la na cả đôi cứ chỉ cru tì pi tê là ngày tại mai nâng ở chỉ cru đàm là bằng hạt bằng riêng tăng pi để đào chuồng coi chùm này chùm niên phía xa chạ để ra mi để giết mà ở khá nước ban côn trai để dê bạn bợ rồi ôi đó lư chả chê nước này là áo này chê ông anh tịch mà chè sâu thua để mô tạc xã nước này chè ròm nước tiết từ lên là cụ hạ dừng hái mà ôn cụ vi cút ai lục ta mơ tình mà anh nói chọn vậy là thì cha mà ở nước đừng cha bạn vợ ấy nước nó cứ chọn vậy thà mà ở nước chia bột bìa cha chỉ cụ đàm là tipi bóp tê vì chỉ tê đà đau rồi bác con prosray rục cái tê đa nơi tam tam chơi aram mà tê đa để sao vật aram chúng niêm tê akas tê đa aram mà tê đa phum mà tê đa tầng nơi lơ mùi mền lâu cái thiệt là để dân ao tụm lai thôi bị thi krom bị thi sọp bài giang đầm bay bồi chia bị ly tê đa ấy cha đợt năm dần nào có bệnh tái mình mến chi tiêu đam bao trường tề điện nào na nó ao vô sọp khơi sky chọn vào anh không cắt cái sai bót bài đó là sai bụng vậy đã chành bóp bài buồn cắt khâu anh nói tiêu đa để mình men chiều mai nó có họ cả hành dương vậy bọc ra dương sọc rụng có bàn tay mà ở tê anh nật ở sâu sờ lành tiêu đa khla mà nu khla tham biên cùng nọc nơi từ nào ấy từ chi từ qua từ cài từ pua về chật ngoạp của miền này bàn tay mà ở thì lọ chân bán một phút sầm đài thá mà ở ní chia bóp bể tê vì chỉ tiêu đam rồi bác con prosray tị bấy mà ở ní bộ phốt đại mua mùi tiết chia prom mìa bổ chia bể prom rồi bác con cái này chỗ đó làm sao con trả sầm đài nhá prom mìa nó chia bể prom rồi bác con là ngày dương chạy từ bao prom ở này prom ở nó tại flex prom cứ mày cứ ở nè đại xa ấy để hai tham ma ở chỉ prom rồi bác con prosray cứ mà ở miền prom về here thố cứ mệt ta cả na một tí tàu pe khan là ngày toàn đấy nhóm toàn đấy là ngày mua trong cày đại presama samput đại mà ở đại nốt cứ hồn này diện cái này hồn này diện nó cứ chia sài bon rồi bác con trai prosray con trai na đăng con miệt đa bị đá thôi bon chụp mùi quát cứ lọ bàn chụp bàn chây bàn sọc bàn sập bài cả cả về con để chuyện để chôm sọc cả đông Romania chẳng hai bàn prepare cả về bà ông sầm đại tham mà ở chia phơn bà con na vô phơn tàu pra chia bờ giao đọt đam bài phơ mà hô bà ha bàn bài bàn mà hô
អាហារបរិភោគតែបើកូនណាយកភ្លើងទៅដុតផ្ទះអស់ផ្ទះនៅតើនេះញោមតើនេះចឹងហើយបានពុទ្ធសម្ដែងថាមេតគិបេតាគិនឹងម៉ែឪជាភ្លើងកូនណាបំរើមើលថែចិញ្ចឹមបីបាច់ដល់គាត់នឹងមានភាពតិចតិជុំសុខដុមរមនីកើតកាលវាលគុំក្នុងជីវិតរស់នៅតែកាលណាអត់យកចិត្តទុកដាក់មានការធ្វើបាបឪពុកម្ដាយគឺអន្តរាយកើតមានហើយនឹងចឹងណាបងចឹងហើយបានម៉ែឪនេះពុទ្ធសម្ដែងថាជាព្រះអរហន្តអ្នកប្រាជ្ញយើងថាម៉ែឪនេះជាព្រះអរហន្តតែក្នុងធម៌នឹងថាជាអាហុណាយៈជាស្រែបុណ្យរបស់កូនចៅប្រុសស្រីកូនណាបានធ្វើបុណ្យជាមួយមាតាបិតានឹងរមែងទទួលបាននៅសេចក្តីសុខសេចក្តីចម្រើននៅក្នុងជីវិតប្រចាំថ្ងៃនឹងល្អក្រៃលែងណាស់នៅមាតាបិតានឹងហើយកូនចៅខ្លះនឹងក្នុងធម៌នឹងមានការឧបមាដែរនៅក្នុងអង្គុត្រនិកាយចតុកនិបាតនឹងថាមានរហូតដល់4ក្រុមក្រុមទី1នឹងលោកថាផ្គរលាន់អត់ភ្លៀងផ្គរលាន់អត់ភ្លៀងកូនចៅខ្លះក៏ចេះតែលើកឡើងថាម៉ែខ្ញុំនឹងមានគុណណាឪខ្ញុំមានគុណណាប៉ុន្តែបានជូនម៉ែអី100 បាតផងប៉ុន្តែអ្នកស្រុងនេះទេណាអ្នកនៅណានោះហ្នឹងហើយទៅថៃរាប់ឆ្នាំមកវិញជូនម៉ែ2000 បាតនៅបាន2អាទិត្យចូលឆ្នាំហើយទៅវិញទាម៉ែ5000 បាតហើយឲ្យជួយចាញ់ថ្លៃស្រាបៀរតាមតូបតាមអីផងហ្នឹងអាហ្នឹងបានតែមាត់ថាម៉ែឪមានគុណប៉ុន្តែហេមន្តសន្តិដូវចូលឆ្នាំជុំបិណ្ឌអត់ដែលបានតបគុណអីសោះហ្នឹងទី1ទី2ណែអត់កូនលាន់អីក្តាំងក្រឹមទេស្រាប់តែភ្លៀងធ្លាក់មកតែមកញាតិញោមហ្នឹងក្នុងកម្ពីហ្នឹងលោកថាកូនចៅខ្លះគាត់មិនបានមាត់កអីប្រាប់អ្នកណាថាម៉ែឪគាត់មានគុណលើគាត់អីទេក៏ប៉ុន្តែហេមន្តសន្តិដូវចូលឆ្នាំជុំបិណ្ឌអត់ភ្លេចទេហ្នឹងហើយបើស្លាប់ហើយក៏មុនប្រសង់បាំងស្គូលអីទៅតែបើនៅរស់ក៏ជូនតេយ្យទានតេយ្យធម៌ហ្នឹងហើយថ្វាយបង្គំដោយសេចក្តីគោរពជ្រះថ្លាអាហ្នឹងអត់បានភ្លៀងអត់បានបកគោលន់អីទេក៏មិនតែភ្លៀងមកហ្មងបងក្រុមទី3បានទាំងបកគោលន់ហើយបានទាំងទឹកភ្លៀងទៀតនេះកូនចៅខ្លះក៏រៀបចំធ្វើពិធីបុណ្យចម្រើនបជនបច្ច័យ4ទៅអញ្ជើញលោកអាចារ្យចាត់ចែងនិមន្តព្រះសង្ឃសូត្រមន្តទេសនាអញ្ជើញលោកយាយលោកតាភៀវកិត្តិយសអឡារឹកក៏ក្រឹកក៏ក្រែងប្រកាសគុណស្រោចទឹកសពគ្រប់ចឹងទៅអានឹងដូចគោលន់យ៉ាងប្រកាសគុណហើយក៏ជូនលុយជូនកាក់ធ្វើបុណ្យធ្វើទានចំពោះមេដាបិតានឹងបានទាំងអស់បានទាំងគោលន់ផងបានទាំងភ្លៀងផងហើយដល់ទី4អាគោលន់ហ្នឹងក៏អត់មានអាភ្លៀងក៏អត់ទៀតអាមាត់ក៏មិនមាត់អាអត់ឲ្យលុយកាក់ជូនបុណ្យជូនលុយកាក់ជូនម៉ែជូនឪហ្នឹងក៏អត់ទៀតអានឹងចឹងកូនក្នុងលោកនេះមាន4ប្រភេទដូចបានលើកឡើងមកអញ្ចឹងណាសូមឲ្យញាតិញោមបានជ្រាបអញ្ចឹងញាតិញោមជាកូនហ្នឹងកូនទីប្រមាណដឹងខ្លួនឯងហើយកូនលាន់មានភ្លៀងកូនលាន់អត់ភ្លៀងមានទាំងកូនលាន់មានទាំងភ្លៀងអត់ទាំងកូនលាន់អត់ទាំងភ្លៀងអាហ្នឹងយកដាក់ខ្លួនឯងទៅស្មានមិនដឹងដែរចឹងនេះគឺចំណុចដែលខ្ញុំកណ្ណាអាត្មាភាពចូលរួមហើយក៏នៅចុងម៉ោងនេះក៏ភ្ជាប់ជាមួយគុណចាស់ព្រះអង្គគ្រូព្រះបញ្ញាមនីញាណដែលលើកពីព្រឹត្តិការណ៍នៅប្រទេសភូមារបាយការណ៍ព័ត៌មានមុននេះនៅខាងម៉ាន់ដេលេប្រសំជនជាតិភូមាហ្នឹងសុគតអាហ្នឹងគិតទៅត្រឹមវត្តនឹងមួយទេតែលោកហើយនៅតំបន់ហ្នឹង80 អង្គហើយសុគតញាតិញោមតែបាក់អាគារលោក
កំពុងប្រឡងមានវីដេអូថតបានគឺរញ្ជួយផែនដីបាក់អាគារនឹងមកសង្កត់នឹងសង្គ្រោះអត់តាន់ពេលវេលាហើយអ្នកស្រុកអ្នកភូមិនៅតាមតំបន់នានាក៏ស្លាប់ច្រើនណាស់នឹងចូលពាន់ហើយពាន់នឹងមិនដឹងប្រមាណពាន់ហើយព្រឹកមិញហ្នឹងឃើញថា700នាក់ប៉ុន្តែឥឡូវលើសពីនឹងទៅដែលលោកបួសទ្រទ្រង់ព្រះធម៌ព្រះវិន័យនៅប្រទេសភូមាហ្នឹងហើយយើងក៏ជួយតាំងពីនៅស្រុកយើងជួយបានបច្ច័យ4ទំនុកបំរុងអីចឹងទៅដល់មានទុកព្រួយអីចឹងក៏យើងរួមសុខរួមទុក្ខជាជាតិសាសន៍ដតីក៏ប៉ុន្តែជាអ្នករួមដំណើរក្នុងសង្សារវដ្តហ្នឹងហើយដោយលោកខឹមបុណ្យវត្តអគ្គមហាបាសកជានាយកប្រតិបត្តិសាលា BIS គាត់បង្កើតសមាគមទ្រទ្រង់និច្ចផុតសមណៈសិស្សកម្ពុជានឹងជួយឥឡូវនេះបានប្រាក់ចំណេញពីសាលាហ្នឹងក៏ជួយទ្រទ្រង់ចង្ហាន់ប្រសំបានប្រមាណវត្តហើយបងគ្រូសាវសានណាបងគ្រូជាគណៈជាក្រុមប្រឹក្សាពិបាលហើយក្រសួងទៅចេញច្បាប់ក្រសួងមហាផ្ទៃហ្នឹងឲ្យអនុញ្ញាតឲ្យមានសមាគមហ្នឹងដើម្បីរួមចំណែកទ្រទ្រង់ឲ្យតាមគំនិតរបស់ប្រធានសមាគមលោកខឹមបុណ្យវត្តបណ្ឌិតនិងជាអគ្គមហាបាសកអគ្គមហាបាសកហ្នឹងគាត់ថាញាតិញោមចូលរួមតែម្នាក់មួយខែតែ$1ហ្នឹងក៏អាចចិញ្ចឹមប្រសង់បានច្រើនវត្តហើយបើម្នាក់មួយខែ$1ចុះបើជនជាតិខ្មែរយើងគិតថា17លាននាក់យកតែ5លាននាក់អីទេក៏ឃើញច្រើនណាស់អានឹងអញ្ចឹងបើបានប៉ុណ្ណឹងឲ្យបែងចែកទៅតាមវត្តដែលមានពុទ្ធកសិក្សាមានប្រសង់សិក្សារៀនសូត្រក៏ធូរសម្បើមហ្នឹងធូរសម្បើមហើយវិស័យអប់រំនេះជាវិស័យស្នូលមានការអប់រំទៅមានការអភិវឌ្ឍណាបុរាណយើងមានប្រើពាក្យមួយញាតិញោមធ្លាប់ឮណាគាត់ថាអារាមថត់វត្តស្គមអារាមថត់វត្តស្គមនឹងវត្តអារាមអាចថត់ធំមានសាលាវិហារកុដិអីស្កឹមស្កាយអីចឹងទៅណាក្នុងន័យពាក្យហ្នឹងក៏ប៉ុន្តែលោកនឹងស្គមបងណាលោកស្គមអត់អីឆាន់នឹងរហូតដល់លោកទេសនាឌីមដាមថាញោមអើយអ្វីមិនទៀងតែបើសៀងទៀងរាល់ព្រឹកហ្នឹងអាហ្នឹងមកពីអីមកពីយើងមិនដែលទៅវត្តហ្នឹងដែលយកចង្ហាន់មិនដែលឧបត្ថម្ភនិច្ចផាត់ចឹងហើយបានសមាគមយើងរៀបចំនឹងត្រូវហើយញាតិញោមណាចង់ចូលរួមអីជាមួយព្រះអង្គគ្រូសាវសានក៏បានព្រះអង្គគ្រូទំនប់ក៏5ក៏បានលោកប្រធានសមាគមផ្ទាល់ហ្នឹងក៏បាននឹងបានជួយចាត់ចែងទ្រទ្រង់អញ្ចឹងដល់ពេលយើងឃើញមានប្រសង់ទទួលនៅបញ្ហាទោះបី